សួស្តីអ្នកគ្នាអឺជួបជាមួយខ្ញុំម្ដងទៀតហើយហើយវីដេអូនេះគឺយើងធ្វើតពីវីដេអូមុនដែលវីដេអូមុនយើងបាននិយាយពី controller អញ្ចឹងវីដេអូនេះយើងនិយាយពី switch អញ្ចឹងដូចយើងបាននិយាយ cover recap ពីវីដេអូចាស់គឺដូចយើងនិយាយអញ្ចឹងថា controller ជាអ្នកទទួល request ទេអញ្ចឹងការងារទាំងអស់គឺវាស្ថិតនៅក្នុង switch អញ្ចឹងនៅក្នុង switch របស់យើងគឺជាទូទៅនៅក្នុង switch គឺវាស្តៀងមួយ controller ដែរបានន័យថា class convention គឺយើងមានជា feature ហើយយើងមានឈ្មោះ switch នៅពីក្រោយហ្នឹងទៅដូច app switch ហ្នឹងទៅហើយក៏វាដូចគ្នាដែរគឺវាត្រូវការមាន decorator មួយដើម្បីប្រាប់ថា app switch ហ្នឹងគឺជា provider មួយនៅក្នុង Nest.js អញ្ចឹងដើម្បីប្រាប់វាថាជា provider មួយនៅក្នុង Nest.js គឺយើងត្រូវប្រើ decorator injectable អញ្ចឹងនៅពេលដែល inject បានន័យថា service ហ្នឹងគឺបានចូលរួមនៅក្នុង class ហ្នឹងអាចចូលរួមនៅក្នុង class ហ្នឹងបានហើយមួយទៀតនៅក្នុង service ហ្នឹងគឺយើងមាន method មួយចំនួនដែលយើងត្រូវតែរៀបចំអាស្រ័យទៅលើ logic ឬក៏ business logic ដែលគេត្រូវការហើយខាង controller គាត់នឹងហៅគាត់នឹង respond ទៅខាង client វិញហើយ service យើងដូចជាមានតែប៉ុណ្្នឹងហើយសួរថាតើនៅក្រោម level នៃ service មានអីទៀតគឺមានទៀតខ្ញុំឧទាហរណ៍ថា service យើងបានធ្វើតែ logic ទេតែប៉ុន្តែវានៅខ្វះអីផ្សេងឧទាហរណ៍ថាពេលខ្លះអានេះឧទាហរណ៍ទេពេលខ្លះយើងត្រូវការហៅ service ផ្សេងមកខ្ញុំឧទាហរណ៍ថាយ៉ាចេះពេលខ្លះជួនកាលយើងអាចការហៅ service ផ្សេងមកប្រើដើម្បី support business logic របស់យើងហើយពេលខ្លះទៀតក៏យើងត្រូវការប្រើដូចឧទាហរណ៍ថា repository ចឹងទៅអញ្ចឹងអានេះខ្ញុំគាត់តែបន្ថែមទេព្រោះពេលដែលតិចទៀតគឺយើងនឹងបញ្យល់តទៅមុខទៀតហើយដល់ពេលយើងអស់គឺយើងនឹងចាប់ដើមអនុវត្តអញ្ចឹងនៅក្នុង service គឺវាមានតែប៉ុណ្្នឹងទេអញ្ចឹងអរគុណច្រើនសម្រាប់ការទស្សនាហើយយើងនឹងជួបគ្នានៅវីដេអូក្រោយជួយ like ជួយ share ជួយ subscribe ផងអរគុណច្រើន